Bà chỉ bị xu bọc mai bong bồn bà nó còn bọc bồn sừng cung TikTok đang Facebookទាំងអស់ថ្ងៃទី1ខែ4ឆ្នាំ2025នេះគឺចុះមកមើលការឋាននៅខាងកំពង់ឆ្នាំងបងប្អូនណាហើយទីតាំងនេះដែរគេហៅភូមិព្រៃបងប្អូនគេហៅព្រៃតាំងក្នុងឃុំជ្រាបស្រុកទឹកផុសខេត្តបាទកំពង់ឆ្នាំងបងប្អូនអើយភូមិឃុំបើហៅហើយក៏បាទដើរមួយថ្ងៃគ្រប់ខេត្តនេះគឺខេត្តភូមិអីខុសគ្នាភូមិឃុំអីព្រោះតែភ្លេចពុកម៉ែបងប្អូនអញ្ចឹងបងប្អូននៅភូមិឃុំនឹងបងប្អូនស្គាល់ចូលខមមិនផងហើយថ្ងៃនេះគឺយើងមកឆែកមើលការងារហើយក៏នឹងត្រៀមបញ្ចប់ជូនម្ចាស់ផ្ទះឆាប់ដែរហើយផ្ទះនេះពុកម៉ែបងប្អូនណាម្ចាស់ផ្ទះនៅប្រទេសក្រៅបាទគាត់ធ្វើផ្ទះឲ្យម្ដាយឪពុករបស់គាត់បងប្អូនឃើញអសឯងបាទបងប្អូនឃើញអសនៅលើខ្លោងទ្វារសុវត្ថិភាពហ្នឹងឯងបងប្អូនបាទគាត់សេរបៀបអំណោយបាទសេអំណោយធ្វើឲ្យឈ្មោះម្ដាយឪពុកគាត់ចឹងទៅហើយគាត់ចុះថ្ងៃទីបងប្អូនបាទទី1ខែតែនេះយើងសាងសង់នៅខែ1បងប្អូនដូចខែ1ថ្ងៃទី1ចឹងឆ្នាំ2026ហើយស្អាតណាស់បងប្អូនអើយខាងក្នុងបាទអែមមែនទានស្អាតណាស់តែនេះគឺស្អាតមែនទានបងប្អូនអែមបាទមានក្រូអញ្ចឹងបាទអែមឡើងទប់ភ្ញៀវនេះបាទបន្ទប់គេង2បងប្អូនតែនេះបន្ទប់គេង2បាទបន្ទប់ទឹកបាទផ្ទះបាយទប់ភ្ញៀវគឺយើងមានមកកាផ្លេនៅក្នុងនឹងតែម្ដងបងប្អូនហើយតែនេះគឺខ្ញុំសាងសង់ជូនគាត់ឥត20បងប្អូនណាឥត20បាទតម្លៃមកដាច់វិញបងប្អូនតែ30000ជាងបងប្អូនណាតែនេះដូចជាខ្ញុំសាងសង់ជូនគាត់នឹងចន្លោះ35000បាទឥត20ក្រូអញ្ចឹង7គុណឲ្យ12បាទពាក់ព័ន្ធជាមួយនឹងបន្ទប់ទឹកបាទគឺយើងមានមកកំ pl ជូនគាត់តែម្ដងផ្ទះបាយនេះគឺយើងលេងបដានម៉ូតជូនគាត់ឡើងស្អាតដែរបងប្អូនផ្ទះនេះនៅតែកញ្ចក់ឯងបងប្អូនហើយនឹងបាទកែបថ្នាំសម្អាតអីនេះអាចទេគឺយើងបញ្ចប់ជូនគាត់100%ហើយតែនេះស្អាតណាស់បងប្អូនណាបាទអញ្ចឹងពុកម៉ែបងប្អូននៅខាងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងបងប្អូនចង់តំណែងសាងសង់បាទបងប្អូនអាចងាកមកមើលបាទក្រុមជាងណនសីហាហើយបើពាក់ព័ន្ធជាមួយនឹង TikTok ខ្ញុំដាក់លេខអត់កើតទេបងប្អូនណាបាទបើ Facebook ខ្ញុំនឹងសរសេរឬក៏បងប្អូនអេតតាមឆាតណាបងប្អូនណាភាសាខ្ញុំមានក្រុមការងាររបស់ខ្ញុំចាំតបឲ្យបាទជំរាបសួរពុកម៉ែបងប្អូនបាទនៅក្នុងប្រព័ន្ធសង្គម TikTok និង Facebook ទាំងអស់ថ្ងៃនេះទី1ខែ4បងប្អូនបាទត្រូវនឹងឆ្នាំ2026ថ្ងៃនេះគឺចុះមកមើលការឋាននៅខាងភូមិគេហៅភូមិរមាសបាទហើយស្រុកទឹកផុសខេត្តកំពង់ឆ្នាំងបងប្អូនគឺនៅជិតសាលាស្រុកទឹកផុសដែរទេបងប្អូនណាបាទហើយផ្ទះនេះប្រភេទម៉ូតបាទវិឡាទឿបងប្អូនណាបាទដំបូលប្រក់ក្របផ្ទះនេះគឺមានសសរភ្លុះផ្ទះនេះម៉ូតស្អាតណាបងប្អូនហើយការងារយើងគឺបានច្រើនហើយដែរបងប្អូនបាទយើងបូកគៀចោលហើយរៀបចំឡើងដំបូលហើយបងប្អូនយើងរៀបចំរាយដៃអណែងហ្នឹងផ្ទះនេះគឺពាក់ព័ន្ធជាមួយនឹងបន្ទប់គេងគឺមានបាទ6 12ហ្នឹងមានបន្ទប់គេងដល់3បងប្អូនបាទបន្ទប់ភ្ញៀវមួយហើយចាស់ផ្ទះគាត់បាទគាត់ថែមបាទខាងក្រៅប្រឆិតខាងក្រៅដើម្បីគេហៅតបាយទៅ3ម៉ែត្រទៀតណាបងប្អូនយើងបូកសរុបទាំងអស់ផ្ទះនេះគឺ30000ជាងបងប្អូនណា6 12តបាយ3ម៉ែត្របាទហើយឥត10បាទផ្ទះនេះមានក្រូជញ្ជាំងបងប្អូនណាបាទតម្លៃ30000ជាងបងប្អូនកាន់លុយចន្លោះ35000ទៅ36000 37000បាទអញ្ចឹងយើងអាចបានប្រភេទ